សួស្តីក្នុងថ្ងៃនេះខ្ញុំសូមបង្ហាញអំពីរបៀបផ្លាស់ប្ដូរ lens zoom ទាំង3របស់កាមេរ៉ាប្រភេទ point to point zoom ដែលមានកន្ទុយ C ទៅលើកាមេរ៉ា Pro Series ទី1តាមរយៈកាមេរ៉ាយើង activate ចូលកន្លែងតាម web page របស់កាមេរ៉ាពេលរបស់ login យើងឃើញនៅ PTZ control ខាងលើនេះស្រាប់ជ្រើសរើសនៅកាមេរ៉ាហើយយើងប្រើប្រាស់នៅកន្លែង zoom បូកដើម្បីដូរទៅ 4mm យើងយក zoom ដកវិញដើម្បីមក 2.8mm វិញចឹងការផ្លាស់ប្ដូរនេះងាយមែនតើរីឯវិធីទី2គឺយើងអាចធ្វើតាម NVR ក៏បានដែរ activate ចូលទៅកន្លែង NVR ដែលប្រើប្រាស់លេខកូដជ្រើសរើសនៅលេខ channel ដែលបងចង់ផ្លាស់ប្ដូរចុចលើវានឹងចេញនៅផ្ទាំង control PTZ មកដូចគ្នាដែរគឺយើងចុចនៅកន្លែង zoom បូកនិង zoom ដកដើម្បីផ្លាស់ប្ដូរពី 2.8 ទៅ 4mmវិធីទី3គឺយើងអាចប្រើប្រាស់ Hikinic ចុចលើកន្លែង live view របស់កាមេរ៉ាអុកខាងក្រោមនេះបងនឹងឃើញ PTZ control វាក៏មាននៅប៊ូតុង zoom បូកនិង zoom ដកដូចគ្នាដែរចុចមកចុចកន្លែងនេះដើម្បីដូរនៅ focal length របស់កាមេរ៉ាយើងប៉ុណ្ណេះរួចរាល់សូមអរគុណ